សុស្ដីបងខ្ញុំឈ្មោះមនីហើយថ្ងៃហ្នឹងគឺជាលើកទី1ដែលខ្ញុំបានចូលរួមជាមួយនឹងរំដួល Peace Run និយាយរួមទៅជាលើកទី1ដែលខ្ញុំចូលរួមការរត់ដំបូងមកហើយ impression វិញគឺមានអារម្មណ៍ថាសប្បាយព្រោះមនុស្សច្រើនបងហើយរៀងហត់ដែរព្រោះអត់ដែររត់ជាទូទៅគឺបានតែដើរហាត់ប្រាណនៅពេល weekend អីទេតែដល់ម្ដងហ្នឹងមករត់ជុំគ្នាអញ្ចឹងទៅមានអារម្មណ៍ថាអ៊ូអរខ្លាំងហ្មងបងมันបានយូរដែរទេបងប្រហែលជារយៈពេលទៅប្រហែលខែដែរឡើងគីឡូពីដំបូងឡើយឡើងគីឡូហើយដល់ទៅដោយសារតែយើងរៀនជាប់រងហើយដល់អញ្ចឹងទៅនៅតែពេលចុងសប្តាហ៍ដល់ពេលអញ្ចឹងទៅមានអារម្មណ៍ថាខ្លួនឯងអត់សូវស្រួលខ្លួនដល់អញ្ចឹងចាប់ផ្ដើមដើរចាប់ផ្ដើមរត់ដើម្បីនេះស្មក់គីឡូផងក៏ដើម្បីជួយ relax ផងហ៎បងឈឺបងឈឺលើកដំបូងដែលដើរហើយនឹងរត់ហ្នឹងគឺឈឺជើងឡើងអូអត់ដែរប្រទេសហ្មងបងឡើងដេកមានអារម្មណ៍ថាអូទៅលែងរួយហើយតែដល់ពេលបន្តមកយើងគ្រាន់តែទៅលែងសឹកអីដែរបងស្រួលខ្លួនវិញ something that not every និយាយទៅកត្តាដែលអាចបន្តឲ្យរត់តទៅទៀតបានហ្នឹងគឺគោលដៅមួយគឺសុខភាពល្អបងដោយសារតែជីវិតយើងមនុស្សយើងអាយុចេះកើនឡើងរាល់ថ្ងៃឯងអត់នៅក្មេងតទៀតទេអញ្ចឹងហើយដើម្បីសុខភាពខ្លួនឯងយើងគួរតែហាត់ប្រាណអញ្ចឹងណាបងហើយសម្រាប់តែបងដែលចង់សក់គីឡូអីអញ្ចឹងអាចរៀនរបៀបដូចថាដើរទៅណាយើងអត់មានត្រូវរៀនអីម៉ត់ចត់អីណាយើងគ្រាន់ដើរលំហែបដើរទៅអញ្ចឹងយើងអាចបន្ធូរអារម្មណ៍ផងអាចនឹងជួយដល់រាងកាយរបស់យើងផងហើយគីឡូក៏អាចស្រកតាមនឹងដែរគ្រាន់ថាវាមិនអាចលឿនដូចនេះទេវាជាធម្មជាតិនិយាយទៅធ្វើអីក៏ដោយបើសិនអត់មានការឈឺចាប់តិចតួចទៅយើងអត់ដើរទៅមុខទេបងអញ្ចឹងហើយស៊ូទ្រាំឈឺតិចដើម្បីល្អខ្លួនឯងដែរមានតែប៉ុណ្្នឹងឯង